គឺបង្ក្រាបវាត្រូវហើយយើងត្រូវដាក់ច្បាប់នាំទៅទីក្រុងរ៉ូមឲ្យមនុស្សទាំងអស់គេដឹងថាម៉ាខូរ៉ូម៉ាឡូបានបង្ក្រាបជាមួយហើយនេះជាគំនិតល្អណាស់ថាហ្វីនយកច្បាប់មកសេបរ៉ូអូយទេណែតម្រង់នំពេញឲ្យចំផ្នែករបស់វាទៅហើយដាក់ច្បាប់វាយកស្អីចងមុខវាទៅទៅក្រុងរ៉ូមតូចត្រូវប្រាប់លោកពូសាគូរ៉ាសាកំពុងត្អូញត្អែថាគាត់បានកំងសត្វតោ2និងខ្លាពីក្បាលសម្រាប់ល្បែងនោះតែយកភ្នែកមួយបានវិភាគក្បួនទូចនោះចាប់សត្វទាំងនោះទៅស្មានថាវាហាច់សត្វជាចំណែកទៅហើយអីក៏សាហាវខ្លាំងម្ល៉េះនេះជាស្អីតម្លៃនៃសត្វទាំងនោះសាគូរ៉ាសារំពឹងថាយើងនឹងបងថ្លៃពួកគេតាមផ្លូវនីតិក្រុងរ៉ូមហើយតោះទៅរកស្អីហូបសិនទៅអាយជាអ្នកណាមិនជួនឲ្យមកគេជាកូនប្រុសរបស់ជូលៀលោកពូជូលៀជាអ្នកដាំថ្នាំឲ្យលោកពូយើងស្គាល់ជូលៀនោះហើយកុំមកលឹបលោចិត្តយើងចឹងទៀតឲ្យសោះណាម្ដាយឯងមិនធ្លាប់ប្រាប់ឯងទេហ៎យើងមិនជឿលើខ្សែភ្នែកមនុស្សតែឯងគិតថាយើងមានអារម្មណ៍យ៉ាងម៉េចចំពោះមនុស្សដែលឆ្លើយបាតឬទេក្នុងសំណួរតែមួយនោះចត់មែនទេលោកពូខ្ញុំធ្វើទោសគេឲ្យបញ្ជូនគេទៅឆ្ងាយដូច្នេះម្នាក់ទៀតហើយនាំគេមកប្រឆាំងនឹងយើងគេល្ងងខ្លាំងណាស់គេឲ្យមានគ្រោះថ្នាក់ដល់យើងទៀតផងគេប្រកាសជាល្ងងលោកពូតែគេជាកូនប្រុសរបស់ជូលៀដែរហើយនេះជាមនុស្សល្អជាអ្នកបម្រើដ៏ស្មោះត្រង់ចុះចំណាយពលរបស់គេនោះយើងមិនប្រកាសថាគេជានរណានោះទេមិនចឹងត្រឹមត្រូវហើយដូច្នេះមានអ្វីចង់បន្ថែមទៅលើភូមិគ្រឹះថ្មីដែរទេបន្ថែមបន្តិចបន្តួចគ្មានប្រាក់ច្រើនទេផ្ដល់ពេលវេលាខ្លះយើងនឹងទៅរស់នៅទីនេះពិតមែនហើយយើងចាំបានទេសកលប្រុសនោះគឺដើម្បីការប្រគួនបន្តមកលួចឲ្យគេមើលការខុសត្រូវទៅចាក់ស្រាថែមចេញទៅឈប់អីយ៉ាឈប់សិនឈប់អីចូលមកហើយវាដល់ពេលដែលគេត្រូវបង្ហាញយើងហើយយកស្រីនេះចេញទៅត្រូវប្រកាសថានាងមិនលួចវត្ថុអ្វីនោះទេភ្លីធើលោកធ្វើការលើស6ខែហើយនឹងប្រើប្រាស់ថវិកាលើសអស់20000ដេនេរីផ្ដល់ហេតុផលមួយទៅថាខ្ញុំមិនគួរវាយលោកឬក៏ឆ្កាងលោកនៅកណ្ដាលវេទិកានោះទេយ៉ាងម៉េចដែរលើកទូបង្គំផងដោយពុទ្ធហ៊ានការប្រយុទ្ធដើម្បីរកទេសកលល្អៗមកពិបាកពេកទូបង្គំនឹងប្រឹងប្រែងធ្វើមួយគ្រប់គ្នា
រួមទាំងរាជាថៃបែរុសដឹងអំពីអ្វីការលំអរបស់ខ្ញុំដោយសារការខ្ជះខ្ជាយរបស់លោកឆាប់ឡើងទៅមុនពេលខ្ញុំអស់ការអត់ធ្មត់ទៀតធ្វើការឆ្កងមែនតាកចាស់ឆ្កួតនេះអើយព្រោះតែអញ្ចឹងហើយទៅធ្វើមនុស្សពីរនាក់ខាត់ពេកទៅទេឃ្លីធើណែកុំឈួតអីឯងនឹងត្រូវគេប្រហារជីវិតណាទៅធ្វើការវិញទៅឆាប់ទៅមកបើយកដៃក្តៅមកជាងភ្លាមមកឯងក្មេងស្រែហុយអីគេទៅជូលីឯងចាប់ដើមអុចភ្លាមទៅពេលនេះឲ្យគេធ្វើការយើងទាំងអស់គ្នានៅទីនេះត្រូវឆ្លើយនឹងឈ្មោះថាក្មេងរបស់ឯងតែឯងជាជូលីយើងឈ្មោះកូនឌិនពេលរបស់នេះទៅខ្ញុំមិនឃើញមកកោះទេមានឃើញទេអូនសម្លាញ់បើគេបានជោគជ័យការបង្ក្រាបយក្សនេះមួយគេត្រូវដើរមកក្រុមគេក្នុងជោគជ័យនេះសេនាទទួលបរិជាទៅឲ្យឆាប់ឡើងថាដំណឹងអាក្រក់មកខុសរមឡោះបរាជីហើយទៅមេបញ្ឈប់សេនាកុំឲ្យទួលប្រជាថាមកខុសបរាជ័យអីបើមិនចង់យកប្រកាសទៅឈ្មោះខាតទេឡាវីអូនចង់ធ្វើស្អីនោះអូនចង់មើលពីអ្វីដែលមកខុសចាប់បាននៅក្នុងទ្រុងក្របកណាត់នោះយៈភ្នែកមួយហួងពលរដ្ឋនៅទីក្រុងរ៉ូមទាំងអស់ខ្ញុំត្រឡប់មកវិញហើយខ្ញុំនាំមនុស្សសត្វយក្សដែលធ្វើឲ្យទីប្រជុំជនមានការភ័យខ្លាចពេលនេះខ្ញុំចាប់យកមកដល់ហើយខ្ញុំឲ្យអស់លោកនៅយក្សភ្នែកមួយចេញទៅឆ្ងាយទៅ